សួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមកធ្វើវីដេអូមួយទាក់ទងជាមួយនឹង American CS មែនទេមែនវីដេអូមួយទេវីដេអូច្រើនហើយដែលខ្ញុំធ្វើនេះគឺទាក់ទងជាមួយនឹង American CS គឺដែលយើងនិយាយពីការណែនាំស្គាល់ពី CS បន្ទាប់មកយើងនិយាយពី layout បន្ទាប់មកក៏យើងនិយាយពី CS animation ដែរចឹងអ្នកនរគ្នានេះជាវីដេអូដំបូងនៃ American CS នៅក្នុង channel ចំណុំតិចយើងអញ្ចឹងអ្នកនរគ្នាអាចតាមដានក្នុង channel នេះបានសម្រាប់ American CS តាំងពីដើមដល់ចប់អញ្ចឹងអ្នកនរគ្នាអាចរៀនជាមួយនឹង American នៅក្នុង channel នេះបានជាមួយ CS អ្នកនរគ្នាអាចទៅរៀនធ្វើការ design ផ្សេងៗសម្រាប់ website អ្នកនរគ្នាហើយមួយទៀតនោះទាមទារអ្នកនរគ្នាចេះជាមួយនឹង HTML ដូចគ្នាដើម្បីអាចរៀនជាមួយនឹង American នេះបានអូខេតោះអញ្ចឹង American នេះគឺយើងនិយាយទាក់ទងជាមួយនឹង CS 3តែយើងនឹងនិយាយ introduction ថាអីគេជា CS សិនអូខេអញ្ចឹងមេតិកាដែលយើងត្រូវរៀននៅក្នុង American នេះគឺយើងនិយាយពីការណែនាំសិនបន្ទាប់មកយើងនិយាយពី selector អូខេអញ្ចឹងរហូតដល់យើងនិយាយពីដល់ box model តែវាអាចជានៅវីដេអូក្រោយៗទៀតអូខេតោះអ្នកនរគ្នាប្រហែលជាដឹងថា CS យើងប្រើដើម្បីអីដើម្បីសរសេរ style ទៅលើ structure នៃ HTML របស់យើងដែរប៉ុន្តែយើងអត់ទាន់ដឹងថា HTML នោះពាក្យពេញមានន័យថាម៉េចទេអូខេអញ្ចឹងខ្ញុំមកស្រាយចម្ងល់ឬក៏ពន្យល់ពីអត្ថន័យនៃ CS នៅពេលនេះគឺ CS គឺតំណាងឲ្យពាក្យថា cascading style sheet អូខេអញ្ចឹងរាល់ពាក្យថា cascading style sheet នេះមានន័យម៉េចពាក្យនីមួយៗនឹងខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាតើតើជាមួយនឹង cascading នេះគឺជា style ដែលយើង apply ទៅលើstructure HTML យើងដែលយើងពឹងផ្អែកទៅលើ priority នៃ style របស់យើងអូខេអ្នកនរគ្នាប្រហែលជាស្ដាប់ទៅអត់ទាន់យល់ទេប៉ុន្តែខ្ញុំលើកយកឧទាហរណ៍នៅខាងក្រៅមួយបញ្យល់អ្នកទាំងអស់គ្នាដូចជាការលាបអញ្ចឹងផ្ទះឬក៏អញ្ចឹងអីមួយរបស់អ្នកនរគ្នាអញ្ចឹងទៅធម្មតាអញ្ចឹងផ្ទះដំបូងគឺគេធ្វើការលាបទៅលើពណ៌សសិនដែលគេថាជាពណ៌ទំនាប់បន្ទាប់មកបានគេធ្វើការលាបពណ៌ផ្សេងៗដែលជាតម្រូវការ style របស់គេអញ្ចឹងទៅអញ្ចឹងបើយើងបកមកកាន់ CS វិញគឺបែបហ្នឹងដំបូងយើងមាន style មួយដែលប្រៀបបានដូចជាbackground ពណ៌សចុះបន្ទាប់មកយើងក៏ចង់ធ្វើការ style បន្ថែមទៅលើbackground ពណ៌សហ្នឹងអញ្ចឹងហើយអាហ្នឹងគឺថាពណ៌ដែលបន្ទាប់ហ្នឹងគឺវាមាន priority ជាងពណ៌ background សហើយអញ្ចឹង CS គឺបែបហ្នឹងបើសិនជាដំបូងវាមានពណ៌សតែអ្នកនរគ្នាអាចធ្វើការលុប style ពីលើពណ៌សហ្នឹងបានអាហ្នឹងគេហៅថា priority ហើយ priority នៃ style ហ្នឹងអញ្ចឹងពាក្យថា cascading គឺបែបហ្នឹងសម្រាប់ពាក្យថា style គឺសម្រាប់កំណត់ពីរបៀបនៃការលេខរបៀងឡើងនៃ style នៅលើ HTML element របស់យើងអញ្ចឹងអ្នកនរគ្នាចង់កំណត់ធ្វើការ style ទៅលើ font ទៅលើ color ទៅលើ background ផ្សេងៗអ្នកនរគ្នាអាចកំណត់បានដែលយើងមាន rule ក្នុងការសរសេរជាមួយ CS ហ្នឹងគឺជា style តើតើជាមួយ sheet នេះគឺជាការបំបែក file សរសេរអញ្ចឹងសម្រាប់ CS យើងអាចសរសេរបំបែក file ចេញពី HTML បានយើងដល់ចំណុចដែលខ្ញុំបង្ហាញពីការរបៀបនៃការសរសេរ style ហ្នឹងគឺខ្ញុំបញ្យល់បន្ថែមទាក់ទងជាមួយនឹងការបំបែក file បែបណាអញ្ចឹងអ្នកនរគ្នាគាត់ដឹងថា sheet ហ្នឹងគឺជាការសរសេរ file CS ដោយបំបែក file ចេញពីគ្នាបានអញ្ចឹងសរុបមកវិញមកគឺ cascading style sheet នេះគឺសំដៅទៅដល់ការកំណត់ style ដែលគិតលើ priority ដែលបូកផ្សំជាមួយនឹងកំណត់ទៅលើ rule នៃ style របស់យើងហើយនឹងការសរសេរបំបែក file ចា៎នេះជាអត្ថន័យមួយនៃពាក្យថា cascading style sheet ដែលយើងហៅខ្លីថា CS ហ្នឹងអូខេអញ្ចឹង CS យើងបានដឹងពីអត្ថន័យរបស់វាហើយបើយើងងាកមកសួរថា what is CS អញ្ចឹង CS គឺជា style sheet ដែលយើងអាចប្រមូលផ្ដុំនៅ style rule ជាច្រើនហើយវានឹងធ្វើការសរសេរកំណត់ទៅលើ rule របស់ CS ហ្នឹងកំណត់ប្រាប់ថា browser គួរតែបង្ហាញបែបណាទៅលើ HTML element របស់យើងអញ្ចឹងទេអស់ថាអ្នកនរគ្នាចង់បង្កើតទៅលើអក្សរមួយជួរទេអត់ថាអក្សរថា this is home page អញ្ចឹងតែអញ្ចឹងអ្នកនរគ្នាចង់ឲ្យវាមានបដូរពណ៌ទៅជាពណ៌ក្រហមអញ្ចឹងអ្នកនរគ្នានឹងសរសេរ style rule ដែរ CS គេនឹងមាន rule ក្នុងការសរសេរអញ្ចឹងពេលហ្នឹងវានឹងធ្វើការប្រាប់ទៅកាន់ browser ថាឲ្យ HTML យើងនេះ display មកលើ screen ចេញបែបណានៅពេលយើង apply ជាមួយនឹង CS rule ហ្នឹងអញ្ចឹងអានេះគឺជា style ដែលគេកំណត់ចេញមកតាមរយៈ rule របស់ CS ដែលគេបានកំណត់ហើយអូខេអញ្ចឹងវាអាច display នៅលើ screen របស់យើងនឹងអាចនៅលើ media ផ្សេងៗទៀតដែលយើងអាច control បាន
ចឹងលើពីហ្នឹងទៅគឺ CI យើងអាច control ទៅលើ layout ទៅលើ color ទៅលើ font បានច្រើនរបៀបផងដែរនៅលើ web page យើងចឹងអ្នកនរគ្នាធ្លាប់ឃើញនៅតាមលើ website ផ្សេងៗហើយគឺគេកំណត់ទៅលើ layout responsive បែបនេះអញ្ចឹងទៅគេកំណត់ layout បានហ្នឹងយើងប្រើ CI ដើម្បីធ្វើការកំណត់ layout ទាំងអស់ហ្នឹងអូខេអញ្ចឹងនេះជាអត្ថប្រយោជន៍របស់ CI ដែលគេប្រើដើម្បីយកទៅកំណត់ define ទៅលើ style សម្រាប់ web page រួមមានការ design layout ហើយនឹង variant ផ្សេងៗទៀតសម្រាប់ display ទៅលើ device ផ្សេងៗចឹងយើងឃើញបែបនេះហើយនៅលើ desktop ឬ laptop យើងឃើញទម្រង់បែបនេះដល់ពេលមកដល់ tablet គេចេញទម្រង់បែបនេះចឹងទៅទាំងអស់ហ្នឹងសុទ្ធតែជារបៀបនៃការបង្ហាញរបស់ style របស់យើងអញ្ចឹងយើងកំណត់ទៅលើ layout ហ្នឹងហើយ CI វាមានតួនាទីច្រើនក្នុងការធ្វើរឿងបែបហ្នឹងអូខេខ្ញុំសង្ឃឹមថាអ្នកនរគ្នាទាន់បានជាមួយនឹងចំណុចទាំងអស់ហ្នឹងពីអត្ថន័យរបស់ពាក្យថា cascading style sheet បន្ទាប់មកថាអីគេជា CI ខ្ញុំសង្ឃឹមថាអ្នកនរគ្នាអាចទទួលទាន់ចាប់យកបានអូខេអញ្ចឹងបើយើងនិយាយពី CI តិចទៅគឺ CI គឺត្រូវបានបង្កើតដោយលោក Pagan Wormley នៅឆ្នាំ1994នៅខែ10ថ្ងៃ10អញ្ចឹងលោកខ្ញុំហៅលោក Lee ទៅគឺខ្លីអញ្ចឹងគាត់ធ្វើការជាមួយនឹងលោក Tim Berners-Lee ដែលជាអ្នកបង្កើតទៅលើ World Wide Web ហើយនឹង HTML ដូចគ្នាអញ្ចឹងពីរអ្នកគាត់ហ្នឹងគឺធ្វើការនៅ CERN ជាមួយគ្នាដោយសារតែ HTML យើងស្គាល់ដឹងថាវាជា structure វាខ្វះខាតទៅលើ style វាអត់សូវស្អាតទេបន្ទាប់មកក៏លោក Wormley នេះគាត់ធ្វើការ create លើ invent លើ CI ដើម្បីយកមក apply style ជាមួយនឹង HTML វាមានសម្រស់ស្រស់ស្អាតអញ្ចឹងទៅអូខេអញ្ចឹងនេះជាខ្លះៗពី HTML ពី CI ហើយ CI យើងអាចទៅសេតែឯងមែនទេគឺយើងទៅសេត្រូវតែយើងទៅសេ along with ជាមួយនឹង HTML ឬក៏យើងអាចជាមួយនឹង JavaScript ទៀតអញ្ចឹង JavaScript CI និង HTML នេះគេហៅថាជា cornerstone នៃ web របស់យើងអញ្ចឹង HTML វាអាចទៅសេតែឯងបានតែសម្រាប់CI គឺអត់ទេយើង style ដល់យើងចង់កំណត់ style ទៅលើអីអញ្ចឹងយើងកំណត់ style ទៅលើ HTML element អញ្ចឹងយើងមិនអាចប្រើ CI តែឯងបានទេបែបហ្នឹងណាយើងគិតថាយើងយល់អូខេអញ្ចឹង HTML មានតួនាទីកំណត់ទៅលើ website structure អញ្ចឹងយើងឃើញ website គេមានទម្រង់បែបណានេះអាហ្នឹងគេ define ជាងពី structure របស់គេមកសម្រាប់ CI វានឹងផ្ដល់នៅភាពមើលទៅស្រស់ស្អាតឆើតឆាយទៅមាន style ទៅហ្នឹងគេហៅពី CI សម្រាប់ JavaScript វាផ្ដល់នៅ interactive ផ្សេងៗរាល់សកម្មភាពនេះយើងអាចចុចលើប៊ូតុង មាន interaction ការទាញទៅតាមមកឬក៏ animation ផ្សេងៗអញ្ចឹង JavaScript សុទ្ធតែធ្វើរឿងទាំងអស់នោះបានអូខេអញ្ចឹងសម្រាប់ចំណុចបន្ទាប់ខ្ញុំនឹងបង្ហាញគ្នាយើងនៅវីដេអូបន្ទាប់អញ្ចឹងសម្រាប់វីដេអូមួយនេះគឺនឹងបញ្ចប់ទៅនឹងដែលខ្ញុំបាននិយាយទាក់ទងជាមួយនឹង CI ហើយនឹងអ្វីទៅជា CI ហេតុអីមិនប្រើវាដល់មកប្រវត្តិ CI តិចតួចទាក់ទងជាមួយនឹង CI ហ្នឹងអញ្ចឹងយើងនឹងចាំជួបគ្នានៅវីដេអូក្រោយយើងនិយាយពី syntax របស់ CI ឬក៏យើងស្គាល់ថាជា rule នៃ style ហ្នឹងឯងអូខេអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយអ្នកនរគ្នាបាយបាយ